Tiếp xúcអ្នកទាំងអស់គ្នាថ្ងៃនឹងភ្ញាក់ពីគេងមកដល់ធ្វើអីមានតែចុះទៅហាត់ប្រាណមកពីហាត់ប្រាណវិញឆ្លៀតពេលទៅកាត់ផ្កាយកទៅផ្សាំដោយសារអីការមុនយកទៅផ្សាំដែលប៉ុន្តែយើងមើលទៅវាអត់ដូចអត់មានដុះមានអីតែថ្ងៃហ្នឹងចង់ឆ្លៀតពេលទៅយកកាត់ផ្កានិយាយកាន់តែខុសកាត់ផ្កាយកទៅផ្សាំនិយាយទៅផ្កាខ្ញុំមិនមានច្រើនទេអ្នកទាំងអស់គ្នាអើយមានផ្កាម្លិះផ្កាដក់ខឹមនឹងឯងព្រោះខ្ញុំចូលចិត្តផ្កាមែនតែននិយាយទៅស្រឡាញ់ផ្កាប៉ុន្តែគាត់ថាផ្កាដែលខ្ញុំដាំហ្នឹងផ្កាម្លិះហ្នឹងគឺវាអត់សូវក្អូបហើយណាមួយទៀតតកូវវាស៊ីដោយសារអីដល់ពេលដល់ខែវស្សាខែភ្លេងទៅតកូវវាត្រួយដល់ពេលអញ្ចឹងទៅវាភ្លៀងមកតកូវវាស៊ីម្លឹងច្រើនមែនតែននិយាយទៅរកតែដើមណាដែលល្អសម្រាប់ការកាត់យកទៅផ្សាំគ្មានទេឥឡូវនេះខ្ញុំក៏រកទ្រាំបានតកូវវាច្រើនដល់ពេលលឹកវាមិនសូវប្រមាណទេពេលតកូវច្រើនពេកតែយើងកាត់ចោលម្លឹងកគគីហើយកំពុងតែរមើលថាមិនដឹងមួយណាមួយណីហើយនេះគឺជាក្រោយផ្ទះខ្ញុំនិយាយទៅក្រោយផ្ទះខ្ញុំសើទឹកទេដោយសារតែវាខែហ្នឹងគឺជាខែទឹកខែវស្សាអញ្ចឹងទៅវាចាប់ផ្ដើមលិចហើយណាមួយទៀតយើងផ្ទះយើងនៅជិតមាត់ស្ទឹងដែរវាមិនមែនថាជិតទេវាចម្ងាយវាមិនល្មមតែដោយសារតែដីនៅខាងយើងវាទាបដល់ពេលអញ្ចឹងទៅវាហូរមកពីផ្ទះគេមកទប់ខាងយើងហើយនេះគឺកំពុងតែរមើលទៅដូចមើលផ្កាយូរទៅដូចអត់មានអីទេដោយសារតែវាតកូវវាស៊ីទៅពេលយើងទៅដូចវាអត់ស្អាតប្រហើយសូម្បីតែដើមក៏វាអត់ស្អាតដែរដោយសារតែវាតកូវវាស៊ីមែនតែនហើយឥឡូវនេះខ្ញុំកំពុងទៅរមើលមិនដឹងថាមួយណាមួយណីដោយសារតែយើងខាននេះយូរខានអឺកាត់យូរដល់ពេលអញ្ចឹងតកូវវាដុះត្រួយលាស់មកបែកមែកមកអញ្ចឹងទៅយើងអត់ដឹងថាមួយណាព្រោះវាត្រួយអស់ហើយអញ្ចឹងហ្នឹងនិយាយទៅផ្កាហ្នឹងគឺស្រួលដាំទេខ្ញុំគ្រាន់តែយើងដោតដីក៏ដុះដែរព្រោះខ្ញុំធ្លាប់ដោតដីតែដោយសារតែយើងអត់បានសូវមើលថែអញ្ចឹងទៅក៏យើងវាងាប់អញ្ចឹងទៅហើយនេះខ្ញុំកំពុងតែកាត់បាន1ម៉ែត្រហើយនឹងផ្កាម្លិះ1ម៉ែត្រឥឡូវកំពុងតែយកទៅនិយាយទៅលើកនេះសង្ឃឹមថាវាដុះចុះព្រោះអីយើងផ្សាំវា2ដងដែរហើយអ្នកទាំងអស់គ្នាកាលមុនម្ដងហើយកាលនេះម្ដងទៀតតែអាផ្កាដែលខ្ញុំផ្សាំអាមុនហ្នឹងវានិយាយទៅខ្ញុំផ្កាដែលខ្ញុំថតឲ្យអ្នកទាំងអស់គ្នាមើលហ្នឹងគឺវាអត់ដូចថាអត់មានលាស់ត្រួយលាស់អីទេដល់ពេលខ្ញុំទៅមើលម្សាទៀតទៅបានដឹងថាផ្កាម្លិះខ្ញុំវាមានលាស់ត្រួយមកហើយទៅសប្បាយចិត្តមែនតើដោយសារតែមនុស្សយើងមនុស្សស្រឡាញ់ផ្កាអ្នកទាំងអស់គ្នានិយាយទៅខ្ញុំផ្កាខ្ញុំចូលចិត្តជាងក៏ខ្លាំងប្រហើយវាថាប៉ុន្តែខ្ញុំចូលចិត្តផ្កាបែបពណ៌ក្រហមហើយនិងពណ៌សបើថាពណ៌លឿងអីខ្ញុំអត់សូវចំណង់ទេហើយខ្ញុំកំពុងតែកាត់លឹកដោយសារលឹកវាច្រើនណាហើយណាមួយទៀតខ្ញុំធ្លាប់មើលវីដេអូទៅគេថាលឹកពេលយើងទុកយើងទៅវាធ្វើឲ្យកម្លាំងដាំផ្កាយើងវាអត់សូវមានកម្លាំងខណៈដល់ពេលខ្លះយើងផ្សាំទៅវាអត់លាស់ចឹងទៅហើយនេះខ្ញុំកំពុងតែឆ្លៀតពេលមកមើលផ្កាឈូកខ្ញុំដែលខ្ញុំបានដាំវានិយាយទៅខ្ញុំដាំយូរហើយអ្នកទាំងអស់គ្នាតាំងពីមុនភ្ជុំមកគឺថាដូចមុនចូលឆ្នាំហ្នឹងឯងនិយាយទៅវាអត់ល្អសោះសារទៅនឹងមកពីអីប្រហែលបើខ្ញុំមើលទៅគឺគេថាយើងអត់ដាក់ដីនេះដីភក់ដោយសារខ្ញុំដាក់ដីយើងធម្មតាដីកន្លែងឥឡូវនេះខ្ញុំឆ្លៀតពេលទៅមើលពីប៉ោះដោយសារវាមានមួយដើមហ្នឹងពីប៉ោះហ្នឹងបើអ្នកទាំងអស់គ្នាខ្ញុំអត់ដឹងទៅហៅមិនទេបើខាងខ្ញុំគេហៅថាដើមពីប៉ោះឆ្លៀតពេលឲ្យថែមុខបន្តិចដោយសារអីមុខខ្ញុំបើថាអត់ថែវិញគឺចប់ប្រហើយចុះហើយទោះជាយ៉ាងណារវល់យ៉ាងណាក៏នៅតែឆ្លៀតពេលថែមុខហើយនេះចុះមកក្រោមគ្មានអីហូបទេអ្នកទាំងអស់គ្នានៅខាងស្រុកស្រែភាគច្រើនបាយកកម្ហូបដែលនៅពីល្ងាចហើយនេះដោយសារតែម៉ែខ្ញុំគាត់ទៅតូបចិនដល់ពេលទៅអញ្ចឹងទៅក៏ទិញបាញ់ឆែវគេមកនិយាយទៅបាញ់ឆែវហ្នឹងវា4ប្រទេសតែខ្ញុំហូបតែ3ទេហើយនេះបាញ់ឆែវដែលខ្ញុំរៀបចំនិយាយទៅខ្ញុំខ្ជិលហូបនេះតុបជ្រលក់ខ្ញុំដាក់លីអញ្ចឹងប្រហែលទៅដោយសារអីខ្ញុំអឺហូបអញ្ចឹងវាឆាប់ឆ្អែតជាងហើយក៏វីដេអូខ្ញុំមានតែប៉ុណ្្នឹងឯង
អរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំ